ត្រូវគេមើលឃើញថាមេដឹកនាំនយោបាយកម្ពុជារវាងអ្នកកាន់អំណាចនិងអ្នកប្រឆាំងបានប្រកាន់យកចំហនយោបាយទឹកឡើងត្រីស៊ីស្រមោចទឹកហើយស្រមោចស៊ីត្រីឬអ្នកឈ្នះជាស្ដេចអ្នកចាញ់ជាចោលដោយសារតែពួកគេប្រកាន់ចំហនយោបាយបែបនេះទីលាននយោបាយខ្មែរពោពេញទៅដោយល្បិចកលបំផ្លាញគ្នាឯងទៅវិញទៅមកគណៈព្រះមហាក្សត្រដែលជាព្រះប្រមុខរដ្ឋមានព្រះរាជទូនាទីជាអាជ្ញាកណ្ដាលមិនត្រូវបានពួកគេផ្ដល់ការគោរពឬផ្ដល់តម្លៃសម្រាប់ការរកវិធីដោះស្រាយទៅលើវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជានោះទេនៅក្នុងរយៈពេល34ឆ្នាំបន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកម្ពុជានៅតែមិនអាចផ្សះផ្សាជាតិបាននៅឡើយដែលនៅតែមានចំនួនរវាងអ្នកនយោបាយដដែលទោះចំនួននោះមិនបង្កឡើងដោយអាវុធក៏ដោយប៉ុន្តែចំនួននេះបាននាំឲ្យមានការបែកបាក់សាមគ្គីជាតិខ្មែរយ៉ាងធ្ងន់ធ្ងររហូតមកទល់ពេលនេះតើបញ្ហានេះលោកសរោសុវិជ័យលោកអាចបញ្យល់បានទេថាអ្វីជាកត្តាចម្បងបំផុតដែលអ្នកនយោបាយខ្មែរមិនអាចផ្សះផ្សាគ្នាបានតែបែរជាល្អុកល្អឿនជួយបរទេសជិតខាងទៅវិញក្នុងនោះក៏មានទាំងបរទេសដែលឈ្លានពានទឹកដីខ្មែរថែមទៅទៀតបាទលោកសរោសុវិជ័យសូមជឿបាទយើងមើលប្រវត្តិសាស្ត្រដែលនាំឲ្យយើងធ្លាក់ពីប្រជាជាតិដែលជាមហាចក្រណាធ្លាក់មកដល់ជាប្រជាជាតិដែលក្រីក្រទៅដល់រស់ទាំងផិតភ័យគឺដោយសារកត្តាលោភលន់អំណាចហើយអត់ចេះចង់និយាយថាអត់ចេះចែកគ្នារស់ចេះតែមតិតាផ្ទុយគ្នានឹងត្រូវតែកំចាត់មកប្រកួតប្រជែងគ្នាណែឯងចាញ់ឯងគឺត្រូវតែរត់ចោលស្រុកឯងទៅជាចោលអញអ្នកឈ្នះអញគឺស្ដាច់ហ្មងណាហើយអញ្ចឹងដែលធ្វើឲ្យវាអ្នកឈ្នះជាចោលសំទោសអ្នកឈ្នះជាស្ដាច់អ្នកចាញ់ជាចោលហ្នឹងវាជាដៃគូជាមួយគ្នានឹងទឹកឡើងត្រីស៊ីស្រមោចទឹកខោចស្រមោចស៊ីត្រីអញ្ចឹងណាលើយើងមើលរវាងខ្មែរក្រហមនិងលន់នល់ខ្មែរក្រហមកាន់អំណាចចាប់ទៅហ៊ានសម្លាប់គ្នាហ្មងតែនៅវៀតណាមគេអត់ធ្វើអញ្ចឹងទេគេគាត់ចាប់ដាក់គុកណាគេមិនសម្លាប់គ្នាបំផ្លាញមកនេះណាអញ្ចឹងណាបាទហើយយើងមើលបច្ចុប្បន្នក៏ដោយយើងមើលតំណាងរាស្ត្របកប្រឆាំងត្រូវបានបកកាន់អំណាចឲ្យអង្គរៈទៅវាយមុខរដ្ឋសភាហ្មងហើយយើងមើលខ្លីៗណាហើយអញ្ចឹងរូបភាពអស់ហ្នឹងយើងបង្ហាញឲ្យពិភពលោកឃើញតែមនុស្សខ្មែរជារបៀបម៉េចមនុស្សខ្មែរមិនខុសអីជាមនុស្សព្រៃណាវាអត់ទាន់មានចរិតនយោបាយបាទប៉ុន្តែលោកគិតថាលោកដឹងស្រាប់ហើយក្នុងរយៈពេលចុងក្រោយនេះមហាជនសង្គមស៊ីវិលក៏ដូចជាប្រជាពលរដ្ឋហ្នឹងគឺថាមានការរិះគន់ខ្លាំងណាស់ទៅលើរដ្ឋាភិបាលរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតដែលជំរុញឲ្យតុលាការហ្នឹងគឺថាកាត់សេចក្តីរឹបអូសផ្ទះរបស់លោករងឈុនបាទហើយយកសងទៅគណៈកម្មាធិការព្រំដែនដល់ទៅតម្លៃ$10,000ដូច្នេះថាតើចំណុចនេះវាចាស់ឥទ្ធិពលយ៉ាងម៉េចចាស់គេឈ្មោះហ្នឹងយ៉ាងម៉េចទៅដល់ឆាកជាតិនិងអន្តរជាតិស្របពេលដែលកម្ពុជាហ្នឹងគឺថាកំពុងតែញោមញីខ្លាំងពីសហគមន៍អន្តរជាតិពីសហរដ្ឋអាមេរិកអីពាក់ព័ន្ធនឹងបញ្ហាពន្ធបញ្ហារំលោភសិទ្ធិមនុស្សអីផ្សេងចំណុចនេះលោកយល់ឃើញបែបណាលោកសរោសុវិជ័យបាទទាញមកដល់ចំណុចដដែលហ្នឹងដោយសារអ្នកដែលចាញ់គឺគិតចាត់ទុកទៅចោលធ្វើអីក៏បានស្រាក់ចិត្តអញ្ចឹងណាសូអញ្ចឹងរូបភាពដែលធ្វើតាំងពីដកដែលយកដីលោកកងគំយកផ្ទះលោកសំរងស៊ីហើយអាក្រក់បំផុតនោះគឺអាកខ្ចងដូចថាមកយកធ្វើបាបលោករងឈុនណាអាក្រក់មើលមែនតើព្រោះគាត់សុំមកទោះគាត់មានតែប៉ុណ្្នឹងគាត់លះបង់អស់ហើយជីវិតគាត់លោករងឈុនណាគាត់គ្មានអីទេណាហើយដល់ពេលសុំបីតែគាត់ជាខ្ចងនៅអាកខ្ចងក្រក់មើលអញ្ចឹងណានឹងឲ្យក្រក់មើលមែនទេហើយរឿងនេះទៀតសោតវាគឺជាសោកនាដកម្មគឺពួកគាត់អ្នកបង្កទេណាខ្ញុំនិយាយពួកអីគឺក្រុមគ្រួសារសម្ដេចនាយករដ្ឋមន្ត្រីនេះគឺជាអ្នកបង្កើតទេវិនិស្សកម្មនេះណានេះកើតតិចទេ
ខ្ញុំគាត់តែប្រាប់នេះវានឹងកើតយើងមើលទៅឃើញក៏មិនតែនៅពេលដែលបកមកវិញគឺខ្ញុំឃើញថាធ្ងន់ធ្ងរខ្ញុំអត់ប្រាថ្នាចង់ឃើញទេក៏ប៉ុន្តែអ្វីដែលលោកហ៊ុនសែនដែលគាត់កំពុងតែធ្វើនេះគឺដូចគាត់បង្កវិនិស្សកម្មសម្រាប់កូនចៅគាត់ជំនាន់ក្រោយបាទគាត់គិតថាគាត់ជីវិតអមតៈគាត់ខ្លាំងអស្ចារ្យអីវាអត់មានអត់ទេខ្ញុំឧទាហរណ៍បើទោះជាខ្ញុំចង់ការពារកុំឲ្យខ្មែរសងសឹកគ្នាក៏ខ្ញុំពិបាកការពារដែរនេះពួកអីព្រោះអាក្រក់មើលពេកវាដកផ្ទះលោករងឈុនណាវាដូចជាមនុស្សវាអត់មានបេះដូងតតែសោះហ្មងពួកលោករងឈុនអត់មានគម្រាមកំហែងឯដល់អំណាចតតែសោះតែគាត់អត់មានជំរើសអីឆ្នៃផ្សេងទេគាត់មិនមែនថាគាត់អ្នកដែលធូធាមានអស់អាដឹងទៅគាត់មានអីផ្សេងណាគាត់អត់មានទេគាត់មានកន្លែងហ្នឹងដែលជាសុមាទោសជាជំរកហើយគាត់អត់មានបានធ្វើអីខុសចំពោះជាតិទេគាត់លះបង់ឲ្យគាត់អត់មានកម្រិតកំហែងទេជីវិតគាត់ខ្ញុំតាមដានមើលហើយមើលទៅហើយទៅយកផ្ទះគាត់ណាឈឺចាប់ហ្មងឈឺចាប់ដល់នឹងខ្ញុំទៀតបាទអញ្ចឹងលោកពួកបង្ហាញថាមេដឹកនាំហ្នឹងវាក្រុមការដឹកនាំតាំងពីយន្តការទាំងអស់ឲ្យហ្នឹងវាដូចជាមនុស្សដែលដេរឆានពួកអត់មានទឹកចិត្តអត់មានបេះដូងជាមនុស្សបាទលោកសរោសុវិជ័យលោកដឹងស្រាប់ហើយថាករណីលោករងឈុននេះគឺដោយសារតែគាត់ចុះមើលបញ្ហាព្រំដែនខ្លំមើលបញ្ហាព្រំដែនហើយគាត់មកនិយាយប្រាប់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃព្រំដែនកម្ពុជាវៀតណាមលោកដឹងស្រាប់ហើយថាវៀតណាមគេនាំកូនសិស្សគេទាំងកទៅចុះមើលតាមព្រំដែនមិនដែលឃើញថាវៀតណាមណាមួយគេធ្វើការដាក់ទោសទៅលើគ្រូបង្រៀនដែលនាំកូនសិស្សទៅចុះមើលព្រំដែននោះទេតែចម្លែកអីប្រទេសកម្ពុជាគឺថាអ្នកណាឲ្យទៅមើលព្រំដែនកម្ពុជាវៀតណាមមិនបានត្រូវតែមានទោសត្រូវតែចាប់ដាក់គុកត្រូវតែរឹតបន្តឹងត្រូវតែធ្វើការយាយីផ្នែកនយោបាយអីយ៉ាងណាទៅដល់អ្នកដែលសកម្មជនខ្មែរដែលជាអ្នកស្នេហាជាតិតើកម្ពុជាប្រជាពលរដ្ឋខ្មែរទឹកដីរបស់ខ្មែរនេះទាំងអស់ហ្នឹងតើពួកគាត់អត់មានសិទ្ធិទៅមើលទេឬក៏យ៉ាងម៉េចបាទលោកសរោសុវិជ័យលោកធ្លាប់ជាអ្នកដែលតស៊ូរឿងព្រំដែនគេដែរហើយលោករងឈុនហ្នឹងក៏ធ្លាប់ចូលជួយចលនានិស្សិតកាលពីលោកនៅវ័យក្មេងៗមកម្លេះហើយលោករងឈុននេះតស៊ូយូរហើយដូច្នេះថាលោកអាចបញ្ជាក់បានប្រាប់សាធារណជនបានទេដែរទេពាក់ព័ន្ធនឹងបញ្ហាទឹកដីនេះបាទបញ្ហាទឹកដីនេះគឺរដ្ឋាភិបាលលោកហ៊ុនសែនគាត់រុញឲ្យខ្លោចលោតរោចឲ្យឆៅគាត់រុញឲ្យខ្លោចមិនគាត់ចង់ឲ្យគាត់យកចិត្តប្រទេសថៃហើយនិងប្រទេសវៀតណាមហ្នឹងឲ្យគាំពៀអំណាចពួកគាត់ឲ្យគាត់ធ្វើអញ្ចឹងដើម្បីឲ្យគាត់ឃើញថាបពប្រឆាំងហ្នឹងគឺមានចរិតនយោបាយជាតិជ្រុលនិយមអញ្ចឹងត្រូវតែការពារអំណាចគាត់បើសិនជាបពប្រឆាំងឡើងកាន់អំណាចគឺពិបាកប្រទេសទាំងពីរហ្នឹងគឺពិបាក handle ជាមួយនឹងបពប្រឆាំងដែលនឹងឡើងមកកាន់អំណាចអញ្ចឹងគាត់ត្រូវតែធ្វើម៉េចឲ្យឃើញថាអាចឲ្យឃើញតែនិយាយពីរឿងទឹកដីគឺអាក្រក់ហ្មងអញ្ចឹងគាត់ចាប់គាត់អីទី1បង្ក្រាបកម្លាំងប្រឆាំងផងទី2យកចិត្តឲ្យវៀតណាមនិងឲ្យប្រទេសថៃហ្នឹងគឺបដូរផ្ដាច់ការពារអំណាចគាត់ព្រោះអីគឺបង្ហាញឲ្យឃើញតាបកប្រឆាំងគឺមានទស្សនៈជាតិនិយមទាមទារទឹកដីកោះត្រល់កម្ពុជាក្រោមវិញនៅស្រុកថៃទាមទារអញ្ចេះទាមទារអញ្ចោះវិញអញ្ចឹងចង់មិនចង់ប្រទេសថៃនិងប្រទេសវៀតណាមគឺគេសហការគ្នាការពារអំណាចហ៊ុនសែនបាទអាហ្នឹងហើយពួកគេមានសម្ព័ន្ធមិត្តប្រទេសថៃគេមានគ្នាគេប្រទេសវៀតណាមគេមានគ្នាគេអញ្ចឹងគេ lobby ដើម្បីឲ្យបំភ្លេចបកប្រឆាំងហើយអាហ្នឹងមួយតែសួរថាចុះបកប្រឆាំងធ្វើកិច្ចការរឿងព្រំដែនហ្នឹងបានប្រយោជន៍មានប្រយោជន៍សម្រាប់ជាតិហ្នឹងហើយព្រោះអីខ្ញុំឧទាហរណ៍ករណី CLV អញ្ចឹងហ្នឹងហើយអញ្ចឹងគឺ CLV មានទំនោរในការដកដែរតែពេលយើង push បកប្រឆាំងដែលយើងខំប្រឹងប្រជាពលរដ្ឋយើងនៅខំប្រឹងហ្នឹងគឺយើងយកអាហ្នឹងជា leverage
ឲ្យរដ្ឋាភិបាលយកទៅនិយាយជាមួយប្រទេសជិតខាងដែរអញ្ចឹងណាក៏ប៉ុន្តែសួរថាតើធ្វើរឿងព្រំដែនបពប្រឆាំងធ្វើរឿងព្រំដែនបំផ្លាញគណៈជាចង់និយាយថាជាឆ្អឹងទៅតឹងកឲ្យរដ្ឋាភិបាលដែរទេអត់ទេជួយរដ្ឋាភិបាលឲ្យកាន់អំណាចរឹងឲ្យកាន់តែអំណាចរឹងមាំសូមអញ្ចឹងខ្ញុំឆ្លៀតក្នុងនៃថ្ងៃនេះខ្ញុំចង់និយាយឲ្យច្បាស់ថាបើសិនជាយើងធ្វើជាបពប្រឆាំងធ្វើជាគណៈបកដើម្បីបោះឆ្នោតយកសលេងឆ្នោតហើយដើម្បីគេថាអភិវឌ្ឍឬក៏ជំរុញឬក៏ពន្លឿននៅប្រជាធិបតេយ្យណាយើងគុំនិយាយអំពីរឿងជាតិសាសន៍គុំនិយាយអំពីរឿងទឹកដីយើងទុកឲ្យអង្គការសង្គមស៊ីវិលឬក៏សកម្មជនគេថា social activist ពួកចលនាគេថាចលនាយុវជនជាតិនិយមអីណាអានេះគឺយើងធ្វើអញ្ចឹងទៅដូចសម័យយើងចលនានិស្សិតធ្វើអញ្ចឹងណាពួកចលនានិស្សិតអត់ទាមទារឲ្យមានការគ្រប់គ្រងជាអន្តរជាតិអីទេអញ្ចឹងណាតែបើយើងអង្គការនយោបាយដែលប្រកួតប្រជែងឈានទៅរកការកាន់អំណាចយើងត្រូវតែប្រយ័ត្នប្រយែងកាលណាយើងលេងលបែងជាតិនិយមដែលធ្វើឲ្យមានគេឃើញថាវានាំឲ្យមានអសន្តិសុខសង្គមអសន្តិសុខតំបន់អីចឹងណាគេអត់គ្រប់គ្រងយើងអន្តរជាតិគេអត់គ្រប់គ្រងអញ្ចឹងណាខ្ញុំលើកឧទាហរណ៍ចោះថាពីការសង្គ្រោះជាតិគេរំលាយពេលនោះសង្គ្រោះជាតិទាមទារឲ្យមានការគ្រប់គ្រងជាអន្តរជាតិតែបែរទៅជាធ្វើសេចក្តីថ្លែងការណ៍តែបើសង្គ្រោះជាតិបានការអំណាចសង្គ្រោះជាតិនឹងទាមទារកម្ពុជាក្រៅមកវិញពេលសម័យនោះគឺឃើញសកម្មជនប្រជាពលរដ្ឋផលផុសក្នុងការរំលឹកដល់ការបាត់បង់ទឹកដីកម្ពុជាក្រៅဆိုអានឹងខាតអញ្ចឹងយើងបែងចែកឲ្យច្បាស់ត្រឡប់មកវិញថាហេតុអីបានជារងឈុនហ្នឹងហ៊ុនសែនធ្វើអញ្ចឹងគឺក្នុងករណីព្រួយមួយបានសັດពីរបំបាក់បកប្រឆាំងផងយកចិត្តខាងវៀតណាមខាងថៃនោះផងថាខ្លួនឯងបដូរផ្ដាច់នឹងបំបត្តិអ្នកដែលនាំឲ្យផលមាស់ដល់ប្រទេសថៃនិងដល់ប្រទេសវៀតណាមហើយដើម្បីឲ្យវៀតណាមហ្នឹងក៏ដោយថៃក៏ដោយនឹងគឺយកចិត្តធ្វើយ៉ាងណាពុះពៀគាំពៀបកប្រជាជននិងរដ្ឋាភិបាលឲ្យកាន់អំណាចបញ្ជាកុំឲ្យប្រឆាំងបកប្រឆាំងនឹងបានកាន់អំណាចពិបាកហ្នឹងខ្ញុំចង់បញ្ជាក់ច្បាស់បាទលោកស្រូសុវិជ័យលោកដឹងស្រាប់ហើយថាក្នុងមាត្រា9នៃរដ្ឋធម្មនុញ្ញចែងថាព្រះមហាក្សត្រមានតួនាទីជាអាជ្ញាកណ្ដាលសម្រាប់ប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ការដែលអ្នកនយោបាយទាំងពីរនេះដូចថាទាំងពីរក្រុមកណ្ដាលក្រុមប្រឆាំងបានយកចំនួនរបស់ខ្លួនទៅឲ្យព្រះមហាក្សត្រដោះស្រាយរហូតមកទល់ពេលនេះវាអាចចាត់ទុកជាការប្រមាថដល់ព្រះមហាក្សត្រដែរទេលោកស្រូសុវិជ័យត្រូវខ្ញុំពីបងប្អូនប្រហែលជាចាំបានពីពេលសង្គ្រោះជាតិឈ្នះឆ្នោតភ្លាមនៅឆ្នាំ2013ខ្ញុំបានទៅសរសេរអ៊ីមែលមួយទៅខ្ញុំដាត់ខាតសម័យនោះខ្ញុំអត់ឲ្យធ្វើបាតកម្មទេអ្នកដែលសម័យនេះយើងមានglobal ខ្មែរ network គេគឺអ៊ីមែលច្រើនខ្ញុំបានប្រាប់មកទៅសេហាមហ្មងថាគុំធ្វើបាតកម្មហើយជំរុញឲ្យមានការពួកយើងកាលសម័យឃើញការសម្ដេចឲ្យលោកពេលមានទំនាស់យើងបកប្រឆាំងបកអីយើងទៅសម្ដេចឲ្យតែសម័យនេះយើងគួរតែគណៈបកសង្គ្រោះជាតិសម័យនោះទៅប្រគល់ទួនាទីឲ្យព្រះមហាក្សត្រគឺល្អតែយើងអត់ហើយដល់ពេលយើងត្រូវមើលម្ដងទៀតថាតើរដ្ឋាភិបាលសប្តាហ៍ថ្ងៃនេះអ្នកណាតែសង្គមសប្តាហ៍ថ្ងៃនៅប្រទេសកម្ពុជាអ្នកណាជាស្ដេចឲ្យពិតប្រាកដបើយើងមើលឲ្យជាក់លាក់ហើយសួរសំណួរឲ្យមួយទៀតហេតុអីបានជាគេយកកៅអីតំណាងរាស្ត្រប្លន់ពីគណៈបកសង្គ្រោះជាតិមកឲ្យហ៊ុនស៊ិនពេជ្របងប្អូនត្រូវពិចារណាមែនតើហេតុអីកាលពីសម័យដែលគេបំផ្លាញសង្គ្រោះជាតិហើយគេដណ្ដើមយកកៅអីតំណាងរាស្ត្រពីគណៈបកសង្គ្រោះជាតិមកឲ្យហ៊ុនស៊ិនពេជ្រហេតុអីបានជាហ៊ុនស៊ិនពេជ្រទៅជាអ្នកបានផលក្នុងរឿងនោះសំណួរគឺចម្លើយគឺគេចង់ឲ្យមហាជនអ្នកប្រជាធិបតេយ្យហ្នឹងគឺចងកំហឹងទៅនឹងហ៊ុនស៊ិនពេជ្របាទ
ឲ្យគេមើលឃើញថាហ៊ុនស៊ុនប៉ិចគឺជាអ្នកប្លន់តែរយៈពេលខ្លីប្រហែលមួយឆ្នាំជាងហ្នឹងហើយតែបានគេធ្វើអញ្ចឹងពួកគេចង់បន្សាបប្រជាធិបតេយ្យគេចង់បន្សាបប្រជាធិបតេយ្យប្រជាស្ដាប់ពួកអីព្រោះចង់មិនចង់ហ៊ុនស៊ុនប៉ិចហ្នឹងជាគេមរតករបស់ព្រះរាជកិច្ចរបស់សម្ដេចឪដែលបានកសាងក្នុងការតស៊ូតទល់ទៅនឹងការគ្រប់គ្រងរបស់វៀតណាមនៅកម្ពុជាសូចឹងបើសិនជាយើងអ្នកប្រជាធិបតេយ្យយើងវាយប្រហារយើងវាយព្រះមហាក្សត្រដែរវាស្របគ្នាហ្មងដើរស្របគ្នានឹងអ្វីដែលសម្ដេចនាយកចង់បានណាសម្ដេចនាយករដ្ឋមន្ត្រីចង់បានណាសម្ដេចហ៊ុនសែនចង់បានទៅជៀសវាងហ្មងជៀសវាងរឿងវាយប្រហារព្រះមហាក្សត្រគឺត្រូវតែជៀសវាងហ្មងហ្នឹងហើយបកកាន់អំណាចនេះគឺគុំជួយបកកាន់អំណាចដោយការដែលបកប្រឆាំងនិយាយរឿងទឹកដីរឿងអន្តោប្រវេសន៍គុំបកប្រឆាំងយើងដែលធ្វើតាំងចិត្តប្រឆាំងគឺយើងនិយាយអំពីតែពីរឿងអយុត្តិធម៌សង្គមពុកឲ្យលួយអីចឹងទៅអារឿងអន្តោប្រវេសន៍អារឿងព្រំដែនយើងគុំនិយាយយើងឲ្យពួកសកម្មជនគេ social activist និយាយនឹងខ្ញុំចង់ជម្រាបចឹងហើយជម្រាបមួយទៀតដល់ដំណាក់កាលនេះហើយអ្នកដែលតស៊ូដើម្បីយុត្តិធម៌សង្គម social activist ក្តីបកធ្វើបកនយោបាយក្តីដែលក្រៅពីរង្វង់រដ្ឋាភិបាលគឺឈប់មើលប្រជែងគ្នាគុំឈប់ប្រជែងគ្នាក្នុងនាមអ្នកចាញ់គិតរួបរวมគ្នារួមគ្នាហើយឈប់លៀបពណ៌បំផ្លាញគ្នាដោយសារដណ្ដើមគ្នាលៀបពណ៌គ្នាខ្ញុំលើកឧទាហរណ៍ខ្ញុំមានមិត្តភ័ក្តិនោះអូបាក់ភ្លើងទៀនហ្នឹងទៅឯណាគេទិញយកអស់ហើយឥឡូវមានតែអីភ្លើងចន្លោះអត់មានភ្លើងគិសនីទេបាក់ភ្លើងគិសនីទេដែលជាកម្លាំងអីពិតប្រកបអីណាហើយសិតតែចេញពីសំនឹងស៊ីដូចគ្នានោះគេនឹងកាត់ដៃកាត់ជើងភ្លើងទៀនថាបើកាត់ដៃកាត់ជើងភ្លើងទៀនអ្នកដែលហូរឈាមអស់មានណាមានតែសំស៊ីហ្នឹងហូរឈាមអស់នោះពួកហ្នឹងសមិទ្ធផលដែលពួកដែលការតស៊ូចង់បានតែយើងទៅឆ្លោះគ្នាលៀបពណ៌គ្នាថាអានេះ CPP អស់ហើយអានោះ CPP អស់អានេះបំរើនយោបាយរបស់នាយករដ្ឋមន្ត្រីហ្នឹងដែលគេបំបាច់ដើម្បីត្រួតត្រាហ្នឹងអញ្ចឹងដើម្បីស្ដារប្រជាធិបតេយ្យដើម្បីជំរុញកម្ពុជាឲ្យមានប្រជាធិបតេយ្យនោះថាតែប្រជាពលរដ្ឋវាខ្លាំងប្រជាពលរដ្ឋខ្លាំងនោះត្រាសាមគ្គីគ្នានោះត្រាសាមគ្គីគ្នាបានខ្លាំងហើយគុំឈប់ជឿអារឿងគេឈប់ជឿតែរឿងដែលគេលៀបពណ៌គ្នាហ្នឹងពួកអាហ្នឹងដែលគេចង់បានហ៎បាទយើងមិនមែនអ្នកនិយាយត្រូវ paranoid ទេមិនមែនត្រូវភ័យទេអ្នកកាន់អំណាចផ្ដាច់ការដែលត្រូវភ័យយើងឥឡូវយើងមើលសមិទ្ធលទ្ធផលនៃការបោះឆ្នោត2013សុំបីតំបន់អង្គរៈហ្នឹងក៏បោះឆ្នោតចាញ់បកសង្គ្រោះជាតិផងរដ្ឋាភិបាលយកទាហានមកពីព្រៃណាមកចូលភ្នំពេញហ្នឹងយើងគិតតែប៉ុណ្្នឹងដឹងហើយចឹងរឿងអីយើងទៅភ័យព្រួយខ្វល់អីណាដើរមួយរូបថតអានោះ CP អានោះ CP អានេះគេបំពុលឲ្យយើងឆ្លោះគ្នាហ្នឹងឯងយើងអោបកសោបគ្នាយើងសាមគ្គីយើងស្វែងយល់គ្នាទៅប្រជាពលរដ្ឋគុំស្អប់អាជ្ញាធរគុំស្អប់ប៉ូលីសគុំស្អប់ទាហានយើងគុំស្អប់គ្នាសួរថាប៉ូលីសសុកចិត្តសុទ្ធកញាប់សុកចិត្តទៅសុំអាងតាវពីគេជាពាក់សញ្ញាជាតិទាំងមូលគេចង់ខែងរែងស៊ីប្រាក់ខែពីជាតិឲ្យសំរុំរស់នៅក្នុងភាពសេចក្តីថ្លៃថ្នូរដែរមានតែចង់លេមហាមទេរបបមួយដែលដឹកនាំដោយអំពើអយុត្តិធម៌កេងប្រវ័ញ្ចផលប្រយោជន៍សម្រាប់តែគ្រួសារមួយក្រុមតូចហ្នឹងហើយអ្នកដតីជាអ្នកបម្រើហ្នឹងនេះណាគេកើតជាកូនកើតជាមនុស្សមួយជាតិធាតុមួយចានដូចគ្នាគេចង់ថ្វាយអង្គមដើម្បីគ្រាន់តែមករស់នោះគេចង់បានរស់នៅសេចក្តីថ្លៃថ្នូរដែរបាទលោកចឹងឈប់លោកមានកតសនៈពាក់ព័ន្ធទៅនឹងការលាបពណ៌បាទការលាបពណ៌នេះគឺថាចំនួនវានាំឲ្យមានចំនួននយោបាយនៅកម្ពុជានោះគឺថាមិនចេះចប់មិនចេះឈរទេហើយវាមិនមែនតែឆាបឆេះតែក្នុងចំណោមអ្នកនយោបាយទេសប្តាហ៍ថ្ងៃនេះសូម្បីតែក្នុងចំណោមពលរដ្ឋដែលប្រកាន់និន្នាការនយោបាយពីរផ្សេងគ្នាក៏ប្រឈមមុខដាក់គ្នាដែរក្នុងនោះក៏បណ្ដាលឲ្យមានការជេរប្រមាថ
ជាហោហែច្រើនលើកច្រើនសារមកទល់នឹងពេលនេះក្រោមរូបភាពបែបនេះលោកសរោសុបជ័យតើសង្គមខ្មែរវាអាចនឹងជួបនៅគ្រោះថ្នាក់របៀបម៉េចបាទគឺគ្រោះថ្នាក់ខ្លាំងណាស់ប្រជាជាតិមួយដែលអស់ខ្វះសាមគ្គីភាពផុយស្រួយហ្នឹងឯងតែខ្ញុំនិយាយប្រហែលថ្ងៃមុនខ្ញុំថាងាប់ថាខ្លាំងអីខ្លាំងស្អីនេះបាទប្រទេសខ្មែរគ្មានអីខ្លាំងទេឧទាហរណ៍បើគេចង់ធ្វើបាបប្រជាពលរដ្ឋនៅពេញកម្លាំងពលកម្មពេញប្រទេសថៃរាប់លាននេះអញ្ចឹងហើយចេះសំណាងល្អហើយដែលប្រទេសថៃសប្តាហ៍ថ្ងៃអត់មាននយោបាយគោលនយោបាយដោយសម័យអយុធ្យាសម័យអយុធ្យាគេដឹកនាំល្អជាងមនុស្សម្នាឈប់នៅអង្គរទៅនៅអយុធ្យាអស់បាទអង្គរអស់មនុស្សអយុធ្យាគេបានមនុស្សច្រើនគេមកវាយអង្គរសប្តាហ៍ថ្ងៃនេះបើសិនជាថៃនឹងចាត់ទុកថាប្រជាពលរដ្ឋខ្មែរអស់ហ្នឹងទៅគេដាក់ឲ្យមានសិទ្ធិរស់នៅអោបកសោបការស្រឡាញ់នេះពួកហ្នឹងជាជនជាតិថៃហើយពួកម៉ាក់ខ្ញុំសេរីខ្ញុំនៅខេត្តលោកសរោសុជ័យទម្លាក់កាមេរ៉ាចុះក្រោមបន្តិចបាទទម្លាក់កាមេរ៉ាចុះក្រោមបាទអង្គុយគៀកមកបន្តិចបាទអូខេបាទលោកសរោសុជ័យលោកដឹងស្រាប់ហើយថាអ្នកនយោបាយដែលនៅក្នុងស្រុកត្រូវបានលោកហ៊ុនសែនប្រើតឡាការចាប់ដាក់គុកគ្រប់រូបភាពដូចជាលោកកឹមសុខាលោករងឈុនជាដើមហើយសូម្បីតែសកម្មជនសង្គមហ្នឹងក៏អត់មានដែលត្រូវបានរួចខ្លួនដែរដូចជាពិសេសសកម្មជនចលនាមេដាធម្មជាតិក្នុងពេលថ្មីនេះត្រូវគេកាត់ទោសដាក់គុកចន្លោះពី6ទៅដល់8ឆ្នាំទៀតតើលោកគិតថាការដឹកនាំរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតបែបនេះនឹងនាំឲ្យអាប់អោនកិត្តិយសរួមទាំងកិត្តិយសរបស់ព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋនឹងដូចមិនដេចដែរដែលសង្គមដតីរដ្ឋដតីប្រទេសដតីគេមើលមកគេឃើញមានព្រះមហាក្សត្រមានអីចឹងទៅក៏ប៉ុន្តែលោកហ៊ុនសែនធ្វើអ្វីតាមអំពើចិត្តដោយមិនខ្លាចរអាទៅដល់ប្រមុខរដ្ឋរបស់ខ្លួនណាលោកសរោសុបជ័យចុះមើលបងប្អូនយើងមើលរឿងសាមកុកមើលរឿងសាមកុកអាណាចក្រ3មើលឆាវដែលទៅខ្វល់ពីរឿងស្ដេចពីកាបាទហ្នឹងយើងមើលឲ្យជាក់លាក់មែនគាត់ណាបង្ហាញអញ្ចឹងមែនយកទាំងកូនស្រីមួយការឲ្យទៅទៀតក៏ប៉ុន្តែជាក់លាក់គាត់វាជាការប្រើជាការប្រើតាហើយរួចអ្វីដែលគាត់កំពុងតែធ្វើហ្នឹងក៏វាគាត់មិនមែនប្រកាសតែគាត់គិតតែធ្វើត្រូវហ្នឹងវាបានផលត្រូវគាត់គិតអញ្ចេះដោយសារពិភពលោករវល់គាត់មានព្រៀបក្នុងរឿងការទូតអញ្ចឹងគាត់ត្រូវតែជីកស្មៅជីកទាំងរឹសហ្មងបំផុតតែអស់ហ្មងអានេះក៏ដែលខ្ញុំមើលឃើញអ្វីដែលគាត់ធ្វើណាព្រោះអត់ចាំបាច់សោះសម្រាប់គាត់រឿងតូចតាចសោះហ្នឹងអត់មានអីចាំបាច់ទៅធ្វើឲ្យប្រទេសកាន់តែអាក្រក់អញ្ចឹងណាបាទតែបើគាត់គង់តែធ្វើដដែលក៏វីដាវកាប់ឈាមលហេមលហាមដដែលគាត់ទៅលើកបន្ទប់កូនគាត់មកទៅអីឲ្យប្រឡាក់ឈាមដល់កូនចៅគាត់អញ្ចឹងអានេះគិតថាគាត់ឆ្លាតក៏គាត់ល្ងងដែរដោយសារមនុស្សយើងកាលណាអត់មានអារម្មណ៍ស្កប់ស្កល់គឺល្ងងហើយវាអត់អីក្រៅទៅដូចជាអ្នកជក់គ្រឿងញៀនទេប្រើប្រាស់គ្រឿងញៀនទេអញ្ចឹងណាធម្មតាបើយើងធ្វើអាក្រក់ដើម្បីយើងហូបឲ្យពេញពោះឲ្យគេសួរថាវាល្អហើយណាយើងចេះគ្រប់គ្រងយើងមានដែនកំណត់ដែលយើងដឹងថាពេញណាប៉ុន្តែលោកសរោសុបជ័យលោកសង្កេតឃើញថាវិធានការរបស់តុលាការក្នុងការរឹបអូសផ្ទះលោករងឈុននេះលោកឃើញថាប្រទេសមិនដែលឃើញប្រទេសណាគេធ្វើដោយប្រទេសកម្ពុជាអញ្ចឹងទេហើយសូម្បីតែប្រទេសជិតខាងរបស់កម្ពុជាហ្នឹងក៏មិនដែលប្រើនៅយុទ្ធសាស្ត្រឬក៏វិធីបែបនេះដែរដែលមហាជនខ្ញុំកាត់លោកសាដាបន្តិចចុះថារឿងប្រទេសខ្មែរយើងគុំទៅប្រៀបមួយគេប្រទេសការដឹកនាំរដ្ឋនៅកម្ពុជានេះវាអត់មានដឹកនាំបែបប្រទេសទេវាដឹកនាំបែបកុលសម្ព័ន្ធហ្នឹងមានស្ថាប័នជាតិណាយកទៅប្រើរឿងបកគលដឹកនាំតាមអាមាត់ហ្នឹងបាទអញ្ចឹងយើងទៅប្រៀបធៀបប្រទេសគេដែលដឹកនាំតាម system លោកអាចបញ្យល់ត្រួសបន្តិចបានណាដែលខ្លីបាទរបៀបដឹកនាំបែបកុលសម្ព័ន្ធហ្នឹងដឹកនាំរបៀបម៉េចបាទការចាត់ទុករបស់លោកនេះដឹកនាំបែបកុលសម្ព័ន្ធវាមានស្ថាប័នជាតិអីស្ថាប័នកុលសម្ព័ន្ធមិនដឹកនាំដល់សណ្ដានមួយក្រុមអញ្ចឹងណាតែប្រទេសគ្មានច្បាប់មានទម្លាប់អី
តែគ្មានគេគ្មានខ្មាស់អីធ្វើអីឲ្យតាបានហ្នឹងតែវាអត់មានអីជាគោលបើអត់មានស្អីជាលំពឹងហើយយកសេចក្តីអាម៉ាស់យកសេចក្តីអៀនខ្មាស់ទៅប្រៀបធៀបប្រទេសទាំងសងខាងមិនឥឡូវយើងមិនបាច់មើលអីប្រទេសវៀតណាមគេជឿនលឿនប៉ុណ្ណឹងគេទៅចេះកាត់បន្ថយមន្ត្រីដើម្បីយកថវិកាទៅបម្រើសេវាកម្មឲ្យមានប្រសិទ្ធភាពណាហើយយើងមើលយកធនធានប្រជាតិទាំងមូលបង្កើតបំប៉ោងមន្ត្រីហ្នឹងដើម្បីតែយកមន្ត្រីអស់ហ្នឹងមកលុតក្រាបប្រយោជន៍គ្រួសារប្រយោជន៍តាក់គាត់ហ្នឹងដូចទិញប្រម៉ែប្រមូលកម្លាំងប្រឆាំងកប៉ិកកប៉ុកកដបនេះតែងតាំងជាទីប្រឹក្សាយកប្រាក់ខែជាតិយកទៅប្រើតែធ្វើម៉េចឲ្យតែពួកហ្នឹងបំរើនយោបាយបាក់ខ្លួនណាវាអត់មានស្អីជាជាតិឥឡូវប្រាប់ខ្ញុំមើលថាស្រុកខ្មែរមានស្អីជាជាតិតើប្រជាពលរដ្ឋខ្មែរមានជំនឿលើអ្វីប្រជាពលរដ្ឋអត់មានអីទៅ hold on unity នឹងបានទេវាអត់មានស្អីទៅយើងប្រកាន់យកឲ្យជានិមិត្តរូបជាតិបានទេព្រោះព្រះមហាក្សត្រអត់មានតម្លៃអត់មានន័យព្រះមហាក្សត្រមានជាទីពឹងទីរលឹកឯណាប្រជាពលរដ្ឋមានតែកាន់ផ្លាកព្រះមហាក្សត្រត្រូវបានគេគោរពឯណាប្រជាពលរដ្ឋបែរទៅកាន់ផ្លាកសសុំចិត្តទៅយកចិត្តអ្នកដែលធ្វើអំពើអាក្រក់ហ្នឹងខ្ញុំឧទាហរណ៍ទៅចោះតែក្រុមហ៊ុនសិតតែកូនដៃកូនជើងរបស់គ្រួសារតកូលហ៊ុនហ្នឹងទៅយកដីយកអីប្រជាពលរដ្ឋទៅទាញយករូបថតសម្ដេចពុកសម្ដេចម៉ែគេណាមកការពារវាអត់មានវាអត់ត្រូវបាទអញ្ចឹងសូនឥឡូវស្រុកខ្មែរនេះបើសិនជាមានការឈ្លានពានបាត់ប្រការណាមួយតើមានជាតិមានស្អីជាហូលទៅជាតិដើម្បីការពារខ្ញុំឧទាហរណ៍ចោះថាមានស្លៀមពលគេបញ្ជូនតាមមនុស្សខ្មែរពលករខ្មែរពីប្រទេសថៃរូមកបំពាក់អាវុធគេហាត់តែមួយខែទេបំពាក់អាវុធបានវាយចូលគេវាយចូលហើយយើងមានជាតិស្អីទេតែយើងអំពាវនាវឲ្យខ្មែរយើងរួបរวมគ្នាដើម្បីតទល់អ្នកណាមានបុគ្គលណាមានស្ថាប័នណាឥឡូវនេះស្រុកខ្មែរទៅអស់អមេរិកត្រៀងមួយសពរបៀបដូចសពថ្ងៃទៅអស់អមេរិកត្រៀងមួយចប់មកដឹងអាណាស្ថាបនាទេប៉ុន្តែវិធានការរបស់លោកហ៊ុនសែនចំពោះអ្នកនយោបាយខ្មែរដែលគាត់ធ្វើដាក់គេជាញឹកញាប់ដូច្នេះតើគាត់បារម្ភអំពីអវត្តមានរបស់គាត់នៅពេលខាងមុខថាតើនៅពេលដែលគាត់អវត្តមានទៅដូចថាប្រទេសជាតិវាមាននៅភាពប្រែប្រួលទៅវាអាចប៉ះទង្គិចដល់វាសនានៃតកូលរបស់គាត់អីចឹងទៅថ្ងៃមុខព្រោះថាលោកដឹងស្រាប់ហើយគ្មានអ្នកណានៅអមតៈបាទគាត់មិនគិតគាត់វង្វេងហ្នឹងគាត់ចង់ថាមនុស្សយើងកាលណាញៀននឹងអំណាចទៅវាភ្លើតភ្លើនដល់ការបញ្ចើអញ្ចឹងទៅវាញៀនណាមិនថាញៀនញៀនអំណាចដល់យើងត្រូវគ្រឿងញៀនណាវាសតិវាមិនវាអត់បានគេថាអត់ពេញសតិអត់មានអចក្ខុវិស័យអត់មើលឃើញវាឆ្លក់វិញទៅនឹងអាពាក្យបញ្ចើនៅជុំវិញស្ទើរសម្ដេចពុកសម្ដេចអីខ្លាំងស្អីក៏ត្រូវណាបាទពេលចឹងទៅគាត់ញៀនហើយនោះបាទលោកមិនមើលឃើញបើយើងនិយាយអំពីបាបបុណ្យក្នុងពុទ្ធសាសនាអញ្ចឹងណាទង្វើរបស់លោកហ៊ុនសែនធ្វើសប្តាហ៍ថ្ងៃនេះអាចកើតជាមនុស្សដែរទេជាតិក្រោយលោកស្រូវសុវិជ័យខ្ញុំអត់អាចធ្វើសេចក្តីអត្ថាធិប្បាយក្នុងចំណុចហ្នឹងឯងខ្ញុំទុកឲ្យបងប្អូនអ្នកធ្វើអត្ថាធិប្បាយណាក៏តែអ្វីដែលគាត់កំពុងបាននឹងកំពុងធ្វើហ្នឹងអត់មានស្អីជាប្រយោជន៍ជាក់លាក់សម្រាប់កូនចៅគាត់ទេមានតែពួកកូនចៅគាត់ជំនាន់ក្រោយរស់ទាំងភិតភ័យពួកសពថ្ងៃគាត់អត់ដឹងទេគាត់មានតែជុំវិញសិតតែអ្នកបញ្ចើប្រហែលជាគេបញ្ចោថាគាត់អាចរស់នៅបាន500ឆ្នាំផងដូចជាពួកស្ដេចអធិរាជពីដើមឡើយមកដែលដូចអធិរាជតែហងសៀវងអធិរាជដំបងរបស់ប្រទេសចិននោះវាគិតឈួតតារោជីវិតអមតៈណាអត់ទាំងគិតរៀបចំស្អីផងអញ្ចឹងលោកស្រូវសុវិជ័យសួរជាចុងក្រោយដោយសារពេលវេលារបស់យើងដល់នេះហើយខ្ញុំសូមពេលតែ2នាទីទៀតទេកាលពីពេលថ្មីនេះលោកហ៊ុនសែនគាត់ថាគាត់ទទួលបានជោគជ័យហើយក្នុងយុទ្ធសាស្ត្រផ្ការីករបស់គាត់សម្រាប់ដាក់ការដើរដង្ហែគុណខ្មែរនៅក្នុងទីក្រុង Long Beach ថាគាត់បានជោគជ័យក្នុងការធ្វើឲ្យយុទ្ធសាស្ត្ររបស់គាត់ហ្នឹងគឺថាជោគជ័យរីករាលដាលដល់ Long Beach សូម្បីតែក្រុមគុណខ្មែរហ្នឹងទៅក៏មានដូចថាក្រុមប្រឹក្សាក្រុង Long Beach ហ្នឹងទទួលស្គាល់ទទួលអីចឹងទៅឡើងសម្ដែងឡើងអីគាត់មានមោទនភាពមែនតើតើចំណុចនេះលោកមានការឆ្លើយតបយ៉ាងម៉េចបាទលោកស្រូវសុវិជ័យ
លោកអកនិយាយជួយឆ្លៀតឱកាសថ្លែងអំណរគុណលោកវងម៉ារ៉េតគាត់ធ្វើអធិការអត្ថាធិប្បាយបានល្អមានអីគេថាក្បាច់គេថាក្បាច់បំបែកបំបាក់ធ្វើផ្ញើព័ត៌មានអញ្ចឹងទៅដើម្បីឲ្យយើងកុំឲ្យទុកចិត្តគ្នាណាព្រោះឃើញខ្មែរនៅឡងប៊ិចចាប់ដើមប្រមូលគ្នាអោបកសោបគ្នាកែច្នៃគ្នាដើម្បីមានសាមគ្គីក្នុងសហគមន៍ហ្មង បាទហ្នឹងហើយអញ្ចឹងទៅគាត់